ឃើញតែគ្រឿងហើយនឹងពណ៌ក៏គួរឲ្យចង់ញ៉ាំដែរនេះជាគ្រឿងផ្សំសម្រាប់ធ្វើជ្រក់សណ្តែកបែបបុរាណពេញនិយមសម្រាប់អ្នកស្រុកភូមិខ្ញុំពេលដែលមានពិធីមង្គលការអីគឺអត់ចោលទេប្រភេទជ្រក់សណ្តែកបែបបុរាណនេះនៅក្នុងពិធីមង្គលការតាំងពីជីដូនជីតាមកគឺអត់ចោលទេបងប្អូននេះត្រូវតែមានហ្មងតិចឬក៏ច្រើនជ្រក់សណ្តែកបែបបុរាណនេះមានតែនៅក្នុងពិធីមង្គលការទេបានហូបបើថានៅតាមផ្ទះនៅតាមទីផ្សារអីអញ្ចឹងអត់មានរសជាតិនឹងទេបងប្អូនអញ្ចឹងហើយរោងការម្រងត្រូវតែធ្វើច្រើនហ្មងទោះបីមានសឡមានអីផ្សេងប៉ុន្តែត្រូវតែមានជ្រក់សណ្តែកអមទៅជាមួយបើសម័យកាលមុនសណ្តែកបដោះខ្លួនឯងប៉ុន្តែសម័យកាលនេះភាគច្រើនគឺទិញហ្មងបងប្អូនហើយម្រងនេះគឺថា150គីឡូទៅ200គីឡូអ្នកស្រុកភូមិខ្ញុំស្រស់ដៃគ្នាមែនតែនពេលដែលខ្ញុំទៅគ្រឿងផ្សំធ្វើជ្រក់សណ្តែកគឺធ្វើរួចរាល់អស់ហើយអញ្ចឹងមានតែមកខាងលាងសណ្តែកនឹងហើយខ្ញុំមានណែបងប្អូនតន់លាងសណ្តែកដែរតែគ្រប់វីដេអូអត់សូវមានខ្លួនឯងអញ្ចឹងណាថ្ងៃនេះគឺថាឲ្យមិត្តភ័ក្តិឲ្យបងប្អូនជួយថតអីអញ្ចឹងទៅដើម្បីបានចូលកាមេរ៉ាចូលវីដេអូនឹងគេដែរអញ្ចឹងណាបងប្អូននិយាយថាខ្ញុំធ្លាប់ទៅថតគេដល់ពេលគេថតខ្លួនឯងវិញដូចមិនបានទេបងប្អូនរៀងអៀនរៀងមិនទេបងប្អូននេះមិនសូវហ៊ានមើលមុខកាមេរ៉ាទេឌីសាយយើងអៀនដៃដែរអញ្ចឹងណាបងប្អូនពីលាងសណ្តែករួចរាល់មកខាងចុងភៅម្ដងសិតតាមេធំឲ្យបងប្អូនការធ្វើជ្រក់សណ្តែកនេះបើសិនជាលាយគ្រឿងផ្សំគ្រឿងអត់ត្រូវបងប្អូនអត់ឆ្ងាញ់ទេតើតាអ្នកប៉ុនធ្វើខ្លាំងណាស់បានធ្វើជ្រក់សណ្តែកបែបបុរាណនេះឆ្ងាញ់បងប្អូនលាយសណ្តែកនេះជាមួយនឹងគ្រឿងសិតតាមេធំឲ្យបងប្អូនការធ្វើជ្រក់សណ្តែកនៅក្នុងពិធីមង្គលការនេះបងប្អូនគឺធ្វើថ្ងៃជាមួយនឹងធ្វើនំគមនំសំនឹងការធ្វើជ្រក់សណ្តែកមុនចូលរោងការមួយថ្ងៃបងប្អូនហើយជ្រក់សណ្តែកបែបបុរាណនេះបងប្អូនគ្រាន់តែលាយគ្រឿងហើយក៏ហូបបានហើយនិយាយពីថារសជាតិឆ្ងាញ់ខ្លាំងមែនតើប៉ុន្តែចង់និយាយថាអត់ទាន់ជូរអញ្ចឹងបងប្អូនខ្លះគាត់ចូលចិត្តជូរជ្រះបងប្អូនខ្លះគឺគាត់ចូលចិត្តរៀងមិនសូវជូរអីអញ្ចឹងតើនេះបងប្អូនឯងគ្រាន់តែឃើញណាក៏តំណងដែរបងប្អូនតំណងខ្លាំងមែនតើគ្រឿងផ្សំធ្វើជ្រក់សណ្តែកបែបបុរាណគឺច្រើនមុខលាយគ្នាមែនតើបងប្អូនមានខ្ទឹមក្រហមមានម្ដេងមានកលខីមានម្ទេសច្រើនមុខទៀតមែនតើបងប្អូនដោយសារតែខ្ញុំទៅនឹងក៏អត់ទាន់ពេលដែលផ្សំគ្រឿងអញ្ចឹងណាបងប្អូនអញ្ចឹងរៀបរាប់ខ្លាចខុសបងប្អូនហើយដោយសារជ្រក់សណ្តែកបែបបុរាណខ្ញុំអត់ចេះធ្វើទេបងប្អូនចេះតែញ៉ាំទេបងប្អូនតំណងមែនតែនហើយតំណងមិនមែនត្រឹមតែតំណងពណ៌មើលហ្នឹងណាបងប្អូនរសជាតិក៏ឆ្ងាញ់ដែរបងប្អូនវីដេអូការធ្វើជ្រក់សណ្តែកក៏ដល់ទីបញ្ចប់ផងដែរអរគុណបងប្អូនហើយជួបគ្នានៅវីដេអូបន្តទៀត